នេះមានឈើពីរសន្លឹកបង តុកអីបង ជាតុកបាយតែម្ដងយើងធ្វើចេញពីឈើហូលលាយតាអញ្ចឹងតែម្ដងគឺណានេះពិសេសណាមុខប៉ែប្រវែងដល់ទៅ3ម៉ែត្រសម្រាប់មកទឹកក្នុងសន្លឹកតុកបាយនេះដែរយើងអាចធ្វើច្រើនបានមុខច្រើនមុខមែនតើដោយសារសាច់ឈើស្អាតបងអាចប្រើពុញពីតុកបាយទៅយើងអាចពុះធ្វើទ្វារក៏បានធ្វើជាសន្លឹកតុកបាយក៏បានធ្វើជាបាតសាឡុងក៏បានធ្វើជាអីក៏បានដែរសំខាន់បងស្រឡាញ់ក៏ប៉ុន្តែអូនប្រចាំបញ្ជាក់ថាសាច់ឈើមួយខ្នាតនេះគឺអត់ងាយមានទេរួចឈើនេះឡតទាំងលើទាំងក្រោមហ្មងឡតបានភាគរយបងបញ្ជាក់ភាពឡតឡតគឺ100%តែម្ដងបាទអូហូបងអើយសាច់ឈើឡត100%មិនងាយមានទេអូអត់ងាយមានទេចានេះស្អាតជាងនឹងនួនទេបងអូសាច់ស្អាតណាសាហាវស្លាប់បដ ாய் អូហើយសម្រាប់បងណាដែលស្រឡាញ់បងឲ្យឥឡូវគាត់ថាធ្វើតុកធ្វើអីមិនដែរបងបើធ្វើតុកក៏បានធ្វើទ្វារក៏បានយើងអាចពុះជាពីរមកយើងអាចធ្វើទ្វារនៅក្នុងទ្វារបាននិយាយទៅគុណភាពកម្រិតសាច់ឈើនេះគឺចង់និយាយថាក្រេតអេបងពូលបដ ாய் ព្រោះចង់និយាយថាមានគុណភាពចានេះអ្នកស្រឡាញ់ធម្មជាតិក៏ត្រូវដែរអគីនហ្នឹងអូននឹកឃើញអាហ្នឹងគឺបើស្រឡាញ់ធម្មជាតិគឺថាឆ្លោះតែម្ដងសម្រាប់បងដែលស្រឡាញ់តុកបាយຂະຫນាតពិសេសចង់ពុះធ្វើទ្វារក៏បានធ្វើបាតសាឡុងក៏បានអាចធ្វើបាក់ຂະຫນាតនេះគឺមិនងាយមានទេបងគឺមិនងាយមានទេស្រោតបងស្រោតច្រើនបងអរគុណ